រឿងនេះចាប់ផ្ដើមដោយមានថ្មអាកាសមួយកំពុងហោះត្រង់មកផែនដីគ្រូសាមួយកំពុងមើលព័ត៌មានមិនព្រួយបារម្ភទេព្រោះម្ដាយឈ្មោះ Morin បានប្រើការងាររបស់នាងនៅទីភ្នាក់ងារសហកាសដើម្បីបញ្ចូលឈ្មោះគ្រូសានៅក្នុងបញ្ជីគេខ្លួននៅយប់ថ្ងៃវិបត្តិពួកគេបានឡើងយានអវកាសដើម្បីស្វែងរកផែនដីថ្មីឲ្យមនុស្សរស់នៅមួយថ្ងៃខណៈពេលកំពុងលេងបៀពួកគេបានជួបគ្រោះថ្នាក់ដោយសំណល់ពីនាវាយឹកយ៉ាក់មួយការបុកនោះបានធ្វើឲ្យយានអវកាសរបស់ពួកគេផ្លាប់ភ្លើយានអវកាសក៏រញ្ជួយខ្លាំងណាស់ហើយអ្វីដែលគ្រូសានេះអាចធ្វើបានគ្រាន់តែចាប់កាន់គ្នាហើយសង្ឃឹមថាពួកគេនឹងសុវត្ថិភាពពួកគេបានចុះចតដោយសុវត្ថិភាពប៉ុន្តែការសម្រេចចិត្តរបស់ពួកគេមិនបានយូរឡើយប្រអប់ដែកធ្ងន់មួយបានរអិលធ្លាក់មកលើជើងរបស់ Morin ឪពុកឈ្មោះ John បានបើកផ្ទាំងខាងលើហើយកូនប្រុសអានីតិជនរបស់ពួកគេឈ្មោះ Will បានជិះចេញប៉ុន្តែពេលកូនស្រីតូចរបស់ពួកគេចង់ចេញនាងធំពេកសម្រាប់រនោះ Will បានលោតចេញពីយានអវកាសទៅលើជាន់ខ្ពស់មួយហើយបានឃើញថាភពទាំងមូលគ្រប់ដណ្ដប់ដោយភ្លើងនិងទឹកកក John និងអ្នកដទៃទៀតបានជួយយក Morin ដែលរងរបួសចេញតាមផ្លូវចេញផ្សេងទៀតមិនយូរប៉ុន្មានទេពួកគេបានឮសំឡេងទឹកកកបែកទឹកបានហូរចូលហើយយានអវកាសរបស់ពួកគេជាមួយសម្ភារៈទាំងអស់ក៏លិចចូលទៅក្នុងទឹកត្រជាក់កកអតិភិបដំបូងរបស់ពួកគេគឺព្យាបាលជើងរបស់ Morin ប៉ុន្តែសម្ភារៈវិទ្យាសាស្ត្រទាំងអស់នៅលើយានអវកាសដែលលិចទៅហើយបន្ទាប់មក Morin បានធ្វើអ្វីមួយដែលធ្វើឲ្យគ្រូសាភ្ញាក់ផ្អើលគឺនាងបានដោះមុខសុវត្ថិភាពចេញចនបានហៅឲ្យនាងបញ្ឈប់ពីព្រោះពួកគេមិនដឹងថាខ្យល់នៅទីនោះមានសុវត្ថិភាពសម្រាប់ដកដង្ហើមឬអត់ប៉ុន្តែចនបានដឹងរួចទៅហើយដោយចៃដន្យហើយរបស់គាត់បានបាក់ហើយគាត់បានដឹងថាភពនេះមានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ពួកគេរស់រានសមាជិកគ្រួសារដទៃទៀតក៏បានដោះមុខសុវត្ថិភាពចេញហើយដកដង្ហើមខ្យល់ត្រជាក់ស្រស់មិនយូរប៉ុន្មានទេពួកគេបានប្រឈមមុខនឹងបញ្ហាធំមួយទៀតថ្ងៃត្រូវរះចុះក្នុងរយៈពេល6ម៉ោងទៀតហើយសីតុណ្ហភាពនឹងធ្លាក់ចុះដល់អត្រាវិជ្ជមាន51អង្សាសេលស្យូសដែលគ្រោះថ្នាក់ដល់ជីវិតឈុតឱកាសរបស់ពួកគេមានម៉ាស៊ីនកម្ដៅប៉ុន្តែថ្មនឹងអាចប្រើបានតែ5ម៉ោងប៉ុណ្ណោះបើគ្មានវិធីសាស្ត្រថ្មវិញពួកគេនឹងត្រូវកកស្លាប់ចន្ទបានគិតផែនការមួយលោតចូលកប៉ាល់ដែលលិចហើយយកថ្មរងមកព្រោះឈុតរបស់គាត់ខូចហើយជើងរបស់មូរ៉ាំងបាក់ចន្ទបានបែរទៅរកកូនប្រុសរបស់គាត់ Will ដែលជាមនុស្សតែម្នាក់ឯងដែលទូចគ្រប់គ្រាន់អាចឆ្លងកាត់ផ្លូវចេញខាងលើបានប៉ុន្តែ Will ភ័យខ្លាំងហើយឈរតែត្រឡប់កាយក្រឡាប់ក្រឡោចពេលឃើញបងប្រុសរបស់នាងភ័យខ្លាចបងស្រីធំ Judy បានលោតចូលទឹកចាំព្យាយាមហៅនាងតាមឧបករណ៍ទំនាក់ទំនងប៉ុន្តែនាងកំពុងទៅតាមផ្លូវវែងជាងតាមផ្លូវចេញមួយទៀតទឹកកាន់តែត្រជាក់ហើយមិនយូរទេវានឹងកត់ជាថ្មជោគជ័យណាស់ Judy បានរកឃើញថ្មប៉ុន្តែពេលនាងចាប់ផ្ដើមហែលត្រឡប់មកវិញនាងបានដឹងថាទឹកនៅក្នុងកប៉ាល់កំពុងចាប់ផ្ដើមកករួចហើយ Judy ហែលលឿនបំផុតដែលនាងអាចធ្វើបានប៉ុន្តែធ្ងន់ធ្ងរធ្វើឲ្យនាងយឺតទឹកកកនៅលើផ្ទៃកំពុងកឡើងយ៉ាងលឿន Judy បានបោះថ្មចោលហើយហែលដោយកម្លាំងទាំងអស់របស់នាងប៉ុន្តែវាមិនទាន់ទេនាងត្រូវបានស្ទាក់ក្នុងទឹកកក Judy ស៊ូក្នុងទឹកត្រជាក់ខ្លាំងខណៈដែលទឹកកកកាន់តែសាហាវជុំវិញនាងនៅលើឆ្នេរឪពុករបស់នាងស្រែកឲ្យនាងបោះថ្មចោលហើយហែលឲ្យលឿនជាងមុនប៉ុន្តែនាងត្រូវបានស្ទាក់រួចហើយគ្រូសារបស់នាងមានអារម្មណ៍ថាខកចិត្តយ៉ាងខ្លាំងសំណាងល្អឯកសណ្ឋានឱកាសនៅតែផ្ដល់អុកស៊ីសែននិងកម្ដៅឲ្យនាងខណៈពេលកំពុងលួងកូនស្រី Morin បានប្រើកុំព្យូទ័រឲ្យឃើញថាថ្មរបស់ Judy នៅសល់តិចជាង5ម៉ោងទៀតប៉ុណ្ណោះពួកគេត្រូវតែជួយនាងចេញមកមុនពេលថ្មមុខរបស់ Morin ក៏បង្ហាញថារបួសជើងរបស់នាងធ្ងន់ធ្ងរណាស់ផងដែរចន្ទបានទាញកាំបិតចេញយ៉ាងប្រញាប់ប្រញាល់ហើយចាប់ផ្ដើមគោះទឹកកកប៉ុន្តែវាជាកិច្ចការដែលមិនអាចទៅរួចជាមួយនឹងឧបករណ៍តូចបែបនេះបន្ទាប់ពីព្យាយាមអស់រយៈពេលជាយូរគាត់បានធ្វើបានត្រឹមតែរន្ធតូចមួយប៉ុណ្ណោះពេលនោះហើយពន្លឺភ្លឺចែងចាំងមួយបានបញ្ចេញចេញពីផ្ទាំងទឹកកកមួយនៅឆ្ងាយ Will ដែលជាសិស្សឆ្លាតម្នាក់បានទាយថាពន្លឺនោះប្រហែលជាមកពីម៉ាញ៉េស្យូមគាត់បានពន្យល់ថាម៉ាញ៉េស្យូមឆេះដោយកម្ដៅខ្លាំងហើយទឹកកកអាចធ្វើឲ្យវាឆេះកាន់តែក្ដៅថែមទៀតរឿងនេះបានផ្ដល់សង្ឃឹមមួយដល់ចន់បន្ទាប់ពីប្រាប់កូនស្រីថាគាត់នឹងជួយសង្គ្រោះនាងចន់និងកូនប្រុសបានចេញទៅស្វែងរកម៉ាញ៉េស្យូមពួកគេបានដើរឆ្លងកាត់ផ្ទាំងទឹកកកហើយរកឃើញម៉ាញ៉េស្យូមគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះ Judy ចន់បានប្រមូលវាដោយប្រុងប្រយ័ត្នមិនឲ្យមានភ្លើងឆេះណាមួយដែលអាចបង្កគ្រោះថ្នាក់ឡើយប៉ុន្តែបន្ទាប់មក Will បានធ្លាក់ចូលរន្ធមួយក្នុងទឹកកកគាត់មិនបានរងរបួសទេហើយបានរកឃើញផ្លូវចេញមួយដែលនាំទៅកាន់ព្រៃ Will បានហៅឪពុករបស់គាត់ហើយប្រាប់ឲ្យឪពុកត្រឡប់ទៅជួយសង្គ្រោះប្អូនស្រីដោយប្រាប់ថាគាត់មានសុវត្ថិភាពចន្ទបានជឿលើគាត់ហើយត្រឡប់ទៅជួយ Judy ដោយមិនដឹងថា Will កំពុងធ្វើមុខដូចជាខ្លាំងក្លាឡើយនៅតែឯង Will បានអង្គុយចុះលើដីស្រាប់តែគាត់បានឃើញភ្លើងឆេះតូចហោះនៅលើអាកាសគាត់ព្យាយាមហៅឪពុកវិញប៉ុន្តែឪពុកឆ្ងាយពេក Will បានដើរតាមភ្លើងឆេះតូចតាមព្រៃហើយរកឃើញសំណល់នាវាឱកាសមួយទៀតដែលជានាវាឱកាសបរទេសច្បាស់លាស់គាត់បានយកម៉ាស៊ីនថតទូចមួយចេញមកដើម្បីថតកំណត់ហេតុប្រវត្តិសាស្ត្រនេះដែលជាភស្តុតាងដំបូងបង្ហាញពីមនុស្សឱកាសពេលគាត់ដើរចូលទៅជិតនោះគាត់បានឮសំឡេងមួយពីក្រោយហើយបង្វិលមកមើលឃើញមនុស្សឱកាសកំពុងដើរមករកគាត់ដោយភ័យខ្លាច Will បានរត់ហើយឡើងដើមឈើធំមួយមនុស្សឱកាសនោះបានដើរតាមប៉ុន្តែវាមានតែខាងក្រោមនៃរាងកាយហើយមិនអាចឡើងដើមឈើបានទេពេល Will ថយក្រោយក្រចកធំមួយបានលេចចេញពីក្រោយគាត់ខាងលើនៃរាងកាយមនុស្សឱកាសនោះបានជាប់នៅលើមែកឈើបាក់ហើយមិនអាចឈានដល់គាត់បានទេត្រឡប់មកស្រះទឹកវិញចន្ទបានបន្តម៉ាញ៉េស្យូមលើទឹកកកហើយបំភ្លើងវាដោយប្រើចង្កៀងបន្ទាប់ពីឆេះបានមួយរយៈវាបានរលាយយកខ្លាយជារន្ធធំមួយគ្រូសាបានសហការគ្នាដើម្បីជួយសម្អាតទឹកហើយដៃរបស់ Judy បានលេចចេញចុងក្រោយ
បន្ទាប់មកបេននេះបានសង្កេតឃើញថាខ្យល់កំពុងនឹងផ្លុំចង្កៀងឲ្យដាច់ភ្លើងផ្លេកភ្លើងបាញ់សំឡេងកុរលឹកហើយភ្លៀងបានធ្លាក់យ៉ាងខ្លាំងរៀងត្រជាក់បានបង្កើតកឡើងវិញលើរនោះដាច់ចង្កៀងហើយអគ្គិសនីតូចរបស់ពួកគេក៏សំពេចមិនអាចប្រើបានសម្លៀកបំពាក់ឱកាសរបស់ Judy Saw ធ្វើពុយចិត្តអស់ហើយនៅក្នុងព្រៃវិញយប់បានចុះមកខណៈ Dever និងឱកាសជននៅតែជាប់ក្នុងអំពើសត្វមានស្លាប់ដូចមេអំបិលមួយបានចុះសម្រាកលើវើបន្ទាប់មកទៅលើម្រាមដៃឱកាសជនពេលវាធ្វើបែបនោះពន្លឺលើមុខឱកាសជនក៏ចាប់ផ្ដើមស្រអាប់ការបែកចេញពីគ្នាយូរពេកកំពុងធ្វើឲ្យរាងកាយរបស់វាឈប់ដំណើរការនៅពេលដូចគ្នាភ្លើងពីកប៉ោលដែលធ្លាក់បានរីករាលដាលទៅទូទាំងព្រៃភ្លើងបានឈានដល់ជើងរបស់វើអត់ព្យាយាមឡើងខ្ពស់ជាងនេះទៀតប៉ុន្តែធ្វើមិនបានហើយក៏គ្មានសញ្ញាសម្រាប់ហៅពុកផងដែរឃើញឱកាសជនកំពុងតែប្រឈមការលំបាកវើបានសម្រេចចិត្តក្លាហានមួយគាត់បានយកខ្សែដែកមកកាត់មេឈើហើយដោះស្រាយឲ្យផ្នែកខាងលើនៃរាងកាយឱកាសជនបានសេរីវើបានផាត់សម្រាប់លើដើមឈើរងចាំភ្លើងភ្លាមនេះឱកាសជនបានដើរចេញពីភ្លើងឡើងដើមឈើចាប់វើហើយលោតចេញទៅពួកគេបានចុះចតលើកំពូលភ្នំឱកាសជនបានមើលវើហើយបំលែងរៀងខ្លួនឲ្យដូចមនុស្សនៅកន្លែងទឹកកកចន់និងអ្នកដទៃទៀតកំពុងតែអស់សង្ឃឹមព្រោះឈុតរបស់ Judy កំពុងនឹងផុតកម្លាំងនៅពេលវេលាចុងក្រោយវើនិងឱកាសជនបានត្រឡប់មកវិញវើសូមជំនួយហើយឱកាសជនបានបាញ់ពន្លឺក្រហមមួយដែលបំភីទឹកកកភ្លាមហើយលើក Judy ចេញវើសូមជំនួយម្ដងទៀតហើយឱកាសជនបានបំលែងខ្លួនជាព្រះអាទិត្យតូចមួយធ្វើឲ្យគ្រួសារកាន់ក្តៅរហូតដល់ព្រឹកឆាប់ដូរទៅកាន់ Astronaut Don ដែលភ្ញាក់ឡើងហើយឃើញមាន់សត្វចិញ្ចឹមរបស់គាត់នៅរស់ការស្រួលចិត្តរបស់គាត់បានផុតបាត់នៅពេលគាត់មើលចុះទៅក្នុងច្រឡំភ្នំធំមួយយានឱកាសរបស់ពួកគេជាប់នៅលើជើងភ្នំខណៈដែលបន្ទប់បញ្ជាញាប់នឹងបាក់ចេញមុននេះមេឈូរ៉ូបានបំផ្លាញផែនដីបង្ខំឲ្យមនុស្សរត់គេចចេញទៅឱកាសក្នុងអំឡុងដំណើរការរុនខ្មៅមួយបានបំបែកផ្នែកមួយនៃយានឱកាសធំហើយអូសយានឱកាសតូចរបស់ពួកគេត្រឡប់វិញបណ្ដាលឲ្យពួកគេជាប់នៅលើពុកនេះរូមននៅរស់នោះមានន័យថាខ្យល់នៅទីនោះអាចដកដង្ហើមបានដុនដោះមុខសុវត្ថិភាពចេញប៉ុន្តែគាត់មិនអាចដោះខ្សែសុវត្ថិភាពបានទេព្រោះវាត្រូវបានស្ទះដោយខ្សាច់អត់បានដួលកំបិតចោលនៅពេលយានឱកាសរញ្ជួយមិត្តរួមដំណើររបស់គាត់ឈ្មោះជូនបានធ្ងាក់ឡើងនៅពេលយានឱកាសចាប់ផ្ដើមបែកនាងបានបោះកំបិតដុនគាត់កាត់ខ្សែភ្លើងប្រាប់ប្រេងដែលជ្រាបចេញមកដើម្បីធ្វើឲ្យខ្សែសុវត្ថិភាពរលុងដោះខ្លួនឯងចេញហើយជួយជូននៅខាងក្រៅពួកគេបានរកឃើញកាំភ្លើងបាញ់សញ្ញានិងសមាជិកក្រុមម្នាក់ដែលស្លាប់ពួកគេយកស្បែកជើងឲ្យជូនព្រោះខ្សាច់នៅទីនោះមកខ្លាំងពួកគេបាញ់កាំភ្លើងសញ្ញាប៉ុន្តែមិនឃើញមានអ្នកឆ្លើយតបឡើយបន្ទាប់មកដុនបានឃើញឆ័ត្ររុនពណ៌ក្រហមមួយនៅចម្ងាយពួកគេគៀបសម្ភារៈយកទៅយកមន់ហើយដើរទៅរកឆ័ត្ររុននោះមួយផ្លេតក្រោយពួកគេបានឃើញស្ត្រីម្នាក់ឈ្មោះអង់ជេឡាកំពុងដេកលើដីនាងក្រិតក្រៃវាបានធ្វើឲ្យដុនភ្ញាក់ផ្អើលឈូសធំមួយកំពុងចូលមកជិតបង្ខំឲ្យពួកគេត្រូវចាក់ចេញដុនដំបូងមិនយល់ព្រមឲ្យដឹកអង់ជេឡាទេប៉ុន្តែបន្ទាប់មកគាត់បានផ្លាស់ប្ដូរចិត្តពេលខ្យល់កាន់តែខ្លាំងពួកគេបានចូលជ្រកភ្លៀងក្នុងផ្ទះថ្មមួយនៅជិតនោះជូនបានដឹងថានាងបាក់ខ្សែសង្វាក់ដុនបានត្រឡប់ចូលទៅក្នុងឈូសដើម្បីស្វែងរកវាគាត់ត្រឡប់មកវិញជូនបាននិយាយថាត្រូវមាននរណាម្នាក់ទៅសុំជំនួយនាងបានចាក់ចេញដោយប្រាប់ដុនថាគាត់នឹងដឹងពេលណាត្រូវប្រើកាំភ្លើងសញ្ញាចុងក្រោយដើម្បីឲ្យនាងអាចរកផ្លូវត្រឡប់មកវិញអ្វីដែលដុនមិនដឹងនោះគឺជូនបានយកកាំភ្លើងសញ្ញាចុងក្រោយទៅជាមួយនាងរួចហើយនៅព្រឹកថ្ងៃបន្ទាប់ជាមួយគ្រួសាររបស់ម៉ូរ៉ាំងពួកគេបានជុំគ្នាជុំវិញអ្នកឱកាសពេលម៉ូរ៉ាំងលាបដៃទៅប៉ះវាម៉ាស៊ីននោះបានដំណើរការឡើងភ្លាមវាបានផ្លាស់ទីទៅកាន់យានឱកាសដែលកំពុងតែត្រជាក់របស់ពួកគេបំភីទឹកកកដោយកម្ដៅរបស់វាហើយចូលទៅក្នុងកាប៊ីននោះហើយជាពេលដែលចនសង្កេតឃើញកន្លែងកាត់ស្អាតមួយលើដៃអោរបស់វិលហើយសួរថាវាធ្វើដូចម្ដេចវិលបានស្ទាក់ស្ទើរហើយនិយាយថាប្រហែលជាវាបានកាត់ឡើងពេលគាត់ធ្លាក់ចូលក្នុងយានអ្នកឱកាសបានបើករបៀបសម្ងួតហើយទឹកនៅក្នុងកាប៊ីនបានហូរចេញយឺតចនបានផ្ដោតលើការជួសជុលយានខណៈដែលអ្នកឱកាសកំពុងសម្ងួតតំបន់ជុំវិញគាត់ចននៅតែប្រុងប្រយ័ត្នបានដើរចូលទៅជិតវាដោយយកចិត្តទុកដាក់ព្រោះមិនប្រកាសថាវាធ្វើអ្វីបានខ្លះទោះបីមានការសង្ស័យក៏ដោយគ្រូសាបានត្រឡប់ចូលទៅក្នុងយានឱកាសវិញក្នុងពេលឆាប់បន្ទាប់ពីធ្វើការច្រើនថ្ងៃពួកគេបានបង្កើតឧបករណ៍ជំនួយជើងរបស់ម៉ូរ៉ាំងជាស្រេចវាធ្វើការល្អណាស់ដល់ថ្នាក់របួសរបស់នាងមើលមិនសូវឃើញទេខណៈដែលផេននីកំពុងជួសជុលបំពង់ទឹកនៅខាងក្រៅនាងបានឮសំឡេងផ្ទុះមួយនៅចម្ងាយពេលនាងប្រាប់អ្នកដទៃគ្រូសារួមទាំងវិលនិងអ្នកអវកាសបានទៅពិនិត្យមើលពួកគេរកឃើញតែសំណល់បាក់បែកប៉ុណ្ណោះពួកគេបានដាក់ធ្មត់ជាច្រើនជាកំណត់សម្គាល់ប្រសិនបើមានអ្នករស់រានមានជីវិតផ្សេងទៀតឆ្លងកាត់មកពេលម៉ូរ៉ាំងប្រើឧបករណ៍ទំនាក់ទំនងស្កេនសញ្ញាមានសំឡេងចម្លែកមួយបញ្ចេញមកវិលបានដឹងថាសំឡេងនោះមកពីយានឱកាសរបស់អ្នកឱកាសដែលបានបាក់ដោយចង់ដឹងពួកគេបានចេញដំណើរទៅស្វែងរកវាត្រឡប់មកកាន់យានឱកាសរបស់ពួកគេម៉ាស៊ីនបូមទឹកបានតឹងម្ដងទៀតខណៈដែលផេននីកំពុងជួសជុលវានាងបានសង្កេតឃើញព្យុះធំមួយកំពុងចូលមកជិតបញ្ហាហាក់ដូចជាមកតាមនាងរាល់ពេលដែលនាងដើរចេញក្រៅនាងបានព្យាយាមតាក់ទងមាតាបិតារបស់នាងប៉ុន្តែមិនអាចទំនាក់ទំនងបានទេផេននីបានផ្ដល់យោបល់ឲ្យប្រើយានយន្តមួយដើម្បីជួយសង្គ្រោះពួកគេប៉ុន្តែជូឌីបាននិយាយថាវាត្រូវបានបាំងក្រោមទឹកកកដ៏ក្រាស់ហើយប្រាប់ឲ្យនាងកុំបារម្ភដោយបញ្ជាក់ថាមាតាបិតារបស់ពួកគេអាចដោះស្រាយរឿងបានពេលយានឱកាសត្រូវទឹកកកបាំងផេននីបានគិតផែនការមួយយ៉ាងអស់សង្ឃឹមនាងបានបើកម៉ាស៊ីនយានឱកាសដើម្បីបាញ់កក់រលីចេញនៅក្នុងជួសជុលរថយន្តជូឌីបានកំប្លែងនាងដោយនិយាយថាផេននីមិនអាចបើកបរបានទេព្រោះនាងសំបីតែបានបើកបរមិនទាន់មានផងពេលផេននីបង្ហាញគម្របចេញពីលើយានយន្តនាងឃើញថាកង់មិនទាន់បានភ្ជាប់ទេនាងបានប្រមូលផ្ដុំវាឡើងយ៉ាងរហ័ស
ជូឌីដែលរន្ធត់ដោយការភ័យខ្លាចពីអតីតកាលរបស់នាងបានគាំងខ្លួននៅមួយជ្រុងដោយគ្មានជំរឿផ្សេងទៀត Penny បានរៀបចំខ្លួនដើម្បីទៅម្នាក់ឯងនាងឡើងទៅលើយានយន្តដាក់នំ Cookie នៅក្បែរនាងខ្ទាស់ខ្សែសុវត្ថិភាពហើយបើកបរចេញទៅជូឌីរត់ចេញក្រៅពេលនាងងើយសំឡេងហើយទាន់ពេលឃើញយានយន្តបើកបរឆ្ពោះទៅមុខយ៉ាងលឿន Penny បើកបរឆ្លងកាត់ព្រៃដោយសប្បាយរីករាយរហូតដល់នាងចាប់ប្រវាំងយ៉ាងខ្លាំងនៅចុងជ្រូកនាងព្យាយាមតាក់ទងមាតាបិតារបស់នាងប៉ុន្តែមិនមានអ្នកឆ្លើយតបទេនាងខំនំ Cookie មួយបំណែកបដូរយានយន្តទៅរបៀបបើកលើព្រៃបើកផែនទីហើយដើរតាមដានដូចជាកំពុងលេងហ្គេមបន្តទៅមុខរំការដឹកនាំរបស់អ្នកឱកាសមាតាបិតាបានទៅដល់កប៉ាល់របស់អ្នកឱកាសដែលបានបាក់បែកសូម្បីតែវាផ្ទាល់ក៏ហាក់ដូចជាភ្ញាក់ផ្អើលចំពោះការខូចខាតនោះដែរនៅខាងក្នុងពួកគេបានស្ទង់មើលជាមួយភ្លើងចំគៀងហើយរកឃើញយោជនាសម្ព័ន្ធមានរាងជាចិញ្ចៀនធំមួយនៅកណ្ដាលនៅខាងក្រៅវិលលេងបោះបាល់ជាមួយអ្នកឱកាសខណៈដែលមើលពួកគេចិនហាក់ដូចជាមានអារម្មណ៍មិនស្រួលចិត្តពេលបាល់រត់ចេញទៅឆ្ងាយអ្នកឱកាសបានលើកសំណធ្ងន់ដើម្បីជួយវិលយកវាមកវិញភ្លាមមុខអ្នកឱកាសភ្លឺពណ៌ក្រហមហើយកប៉ាល់ចាប់ផ្ដើមដំណើរការរូបភាព hologram មួយបានបង្ហាញឡើងបង្ហាញភពផែនដីមួយបន្ទាប់មកពង្រីកចេញបង្ហាញកាឡាក់ស៊ីមួយដែលមិនមែនជាកាឡាក់ស៊ី Milky Way ទេពួកគេស្ថិតនៅក្នុងកាឡាក់ស៊ីផ្សេងទៀតដោយប៉ះសំណល់នោះ Will បានឃើញអនុស្សាវរីយ៍របស់អ្នកឱកាសហើយបានដឹងថាយាន Mothership របស់វាត្រូវបានវាយប្រហារបណ្ដាលឲ្យវាត្រូវស្ទាក់ស្ទើរនៅទីនេះដោយភ័យខ្លាច Will Rocket អ្នកឱកាសបានដើរតាមហាក់ដូចជាសោកស្ដាយហើយបង្អត់ក្បាលចុះ Will សាកល្បងវាដោយប្រាប់ឲ្យវាលើកដៃមួយបន្ទាប់មកដៃមួយទៀតពេលគាត់ប្រាប់ឲ្យវាដើរទៅរកជ្រោះវាបានអនុវត្តដោយគ្មានការស្ទាក់ស្ទើរមុនពេលវាដើរចេញពីជ្រោះ Will បានបញ្ឈប់វាហើយវាឲ្យត្រឡប់មកវិញអ្នកឱកាសនោះបានចំគោចំគប់ហើយ Will បានទទួលវាវិញដោយដឹងថាគាត់អាចទុកចិត្តវាបានពេលឪពុកម្ដាយចេញពីយានអ្នកទាំងពីរបានប្រញាប់ត្រឡប់ទៅយានរបស់ខ្លួនវិញខណៈព្យុះមកដល់ពេជ្រចាប់ផ្ដើមធ្លាក់ចុះពីមេឃបំផ្លាញដើមឈើមួយបានកាត់ដៃចន់ខណៈពួកគេលាក់ខ្លួនខាងក្រោយធំមួយនៅពេលនោះពួកគេបានយល់សំឡេងពេលនេះតាមឧបករណ៍ទំនាក់ទំនងអ្នកឱកាសនោះបានបំលែងខ្លួនទៅជាពន្លឺភ្លឺស្វាងដើម្បីណែនាំនាងអេននីបានមកដល់ហើយពួកគេបានគេចខ្លួនរួមគ្នាជាមួយយានជំនិះអ្នកឱកាសនោះក៏កាន់ខ្នងយានផងដែរពីក្នុងរូងភ្នំចិត្តនោះដុនបានមើលឃើញយានជំនិះតាមកែវពង្រីកគាត់បានឈោងទៅយកកាំភ្លើងបាញ់ភ្លើងសញ្ញាប៉ុន្តែរកឃើញប្រអប់ទេហើយដឹងថាជូនបានលួចយកវាគ្រូសាបានឃើញភ្លើងសញ្ញាពីចម្ងាយហើយបើកយានទៅរកវារកឃើញតែជូនប៉ុណ្ណោះនាងបានអះអាងថានាងនៅម្នាក់ឯងពេលព្យុះកំពុងជិតមកដល់ពួកគេបានគេចខ្លួនហើយត្រឡប់ទៅយានរបស់ខ្លួនវិញដោយសុវត្ថិភាពត្រឡប់មកក្នុងរូងភ្នំវិញដូនកាន់មន់របស់គាត់ដែលជាការសង្ឃឹមចុងក្រោយសម្រាប់អាហារបន្ទាប់មក Will បានភ្ញាក់ពីសុបិនអាក្រក់ហើយទៅកាន់សាលធំរបស់យានជូនអង្គុយស្ងៀមស្ងាត់នៅទីនោះពេល Will បើកទូទឹកកកនាងសួរថាគាត់មានសុបិនអាក្រក់ឬទេហើយទទួលសារភាពថានាងក៏នៅតែមានសុបិនអាក្រក់ដែរអ្នកឱកាសបានចូលមកក្នុងបន្ទប់ Will សុំទោសហើយត្រៀមចេញទៅប៉ុន្តែជូនបានបញ្ឈប់គាត់ហើយព្រមានថានាងធ្លាប់ឃើញអ្នកឱកាសបែបនេះមុនហើយនៅលើយានមេនៅក្នុងរបៀបប្រយុទ្ធដែលធ្វើឲ្យមនុស្សរងរបួសពេល Will ដើរឆ្លងកាត់អ្នកឱកាសនោះយានបានរញ្ជួយហើយទឹកកកនៅលើក្បាលពួកគេក៏ចាប់ផ្ដើមប្រេបាក់គ្រូសាបានរត់ទៅកាន់សាលធំពួកគេដឹងថាពួកគេត្រូវតែចាក់ចេញមុនពេលភ្នំទឹកកកបាក់រលំ Moran បានផ្ដល់ភារកិច្ចឲ្យមនុស្សគ្រប់គ្នាប៉ុន្តែចិនមានដំណឹងអាក្រក់ម៉ាស៊ីនមិនដំណើរការទេជូបានបិទរំខ្យល់ដោយខ្សាច់ហើយពួកគេមិនអាចចេញបានទេរហូតដល់បានសម្អាតវាចេញ Moran បានត្រឡប់ទៅសាលវិញដើម្បីផ្ដល់ភារកិច្ចថ្មីខណៈដែលចន់ទៅសម្អាតស្លាជិតធុងប្រេងអ្នកផ្សេងទៀតក៏ចាប់ផ្ដើមសម្អាតតំបន់ផ្សេងដែលត្រូវបានបិទដោយព្យុះពេលចន់សម្រេចការងាររួចគេបានឃើញអ្វីមួយកំពុងផ្លាស់ទីក្នុងទឹកខាងក្រោយខ្លួនក្នុងអំឡុងពេលនោះ Moran បានរកឃើញថាមាននរណាម្នាក់បានប្រើម៉ាស៊ីនបោះពុម្ព 3D ដើម្បីផលិតអាវុធប៉ុន្តែមិនមាននរណាដឹងថានរណាធ្វើខណៈ Moran កំពុងសម្អាតសំឡេងរត់បានលេចឡើងនាងរត់ទៅកាន់បន្ទប់បញ្ជាហើយឃើញថាធុងប្រេងកំពុងហូរចេញបន្តិចពួកគេកំពុងអស់ពេលចន់រត់ទៅពិនិត្យខណៈ Moran ទៅបន្ទប់ម៉ាស៊ីនដើម្បីសម្អាតការច្របូកច្របល់គឺបន្ទាប់មកបានផ្ដល់យោបល់ថាពួកគេគ្រប់គ្នាគូចូលទៅក្នុងយានយន្តហើយចាក់ចេញ Moran បានបដិសេធដោយពន្យល់ថាទោះបីមានមនុស្សមួយឬពីរអាចរស់រានបានសម្រាប់ពេលខ្លីក៏ដោយវាមិនអាចដំណើរការសម្រាប់គ្រួសារទាំងមូលទេបន្ទាប់មកជូនបានធ្វើថាចាំយកអ្វីមួយហើយលួចចេញទៅបន្ទប់ទប់ដើម្បីដាក់សម្ភារៈចូលកាបូបសម្រាប់ទីខ្លួនដោយខ្លួនឯងនៅពេលនោះសត្វអាក្រក់ដែលកំពុងជួយសម្អាតបានប្រែខ្លួនហើយដើរចេញទៅបើបានដើរតាមវាសត្វអាក្រក់នោះបានឈប់នៅក្រោមបំពង់មួយដែលមានសម្លេងចម្លែកចេញមកអេវិលព្យាយាមនិយាយជាមួយវាសត្វអាក្រក់នោះមិនអើពើនឹងគេឡើយភ្លាមនេះសត្វស្រស់ស្រួលស្រដៀងនឹងត្រីអណ្ដែងពីរបានធ្លាក់ចុះមកហើយសត្វអាក្រក់នោះបានការពារវាយ៉ាងរហ័សដោយប្រើរាងកាយរឹងមាំរបស់វាដើម្បីរក្សាឲ្យវាមានសុវត្ថិភាពសត្វអាក្រក់នោះបានរុញគេចូលទៅក្នុងបន្ទប់ទប់ហើយចាក់សរគេនៅក្នុងនោះជាមួយជូនដែលកំពុងបបប្រាស់នៅកន្លែងផ្សេងទៀតខណៈដែលចន់កំពុងពិនិត្យទឹកក្បែរទូប្រេងមានអ្វីមួយបានទាញគេចុះក្រោមភ្លាមបន្ទាប់មកពេលវិលហើយសុំជំនួយ Benny និងម៉ែរបស់នាងបានរត់មកតែឃើញតែសត្វអាក្រក់នោះប៉ុណ្ណោះដែលបានព្រមានពួកគេថាវិលកំពុងស្ថិតក្នុងគ្រោះថ្នាក់ពិសេសមួយលើប៉ា Moran បានទៅកាន់សាលធំហើយដឹងថាប្តីរបស់នាងស្ថិតនៅជាន់ក្រោមដីនៅចំកណ្ដាលភាពចលាចលចន្ទបានត្រឡប់មកវិញហើយបោះសត្វដែលមានវាងដូចត្រីឯមួយចូលលើដីព្រមទាំងព្រមានពួកគេកុំឲ្យចុះទៅជាន់ក្រោម Moran បានយកសាកសត្វនោះដាក់លើតុហើយឆ្មាំក្លិនប្រេងលើវាបន្ទាប់មកនាងបានដឹងថាសត្វទាំងនេះកំពុងស៊ីប្រេងរបស់ពួកគេពេលពួកគេមើល monitor ទូប្រេងពួកគេឃើញថាវាពោពេញទៅដោយសត្វទាំងនោះជាអកុសលយានយន្តរបស់ពួកគេមានទូប្រេងទី2មួយទៀតដែលនៅតែមានសុវត្ថិភាព
វិធីតែមួយដើម្បីសង្គ្រោះខ្លួនឯងគឺបិទទូកប្រេងទី1ដោយដៃមុនពេលសត្វទាំងនោះបំពុលទាំងពីរទាំងព្យាយាមយកបង្គោលពីបន្ទប់ផ្ទុកពន្ធមានអាលីយ៉ែនមួយកំពុងរារាំងភ្លើងរបស់គាត់ហើយតែងតែបន្តទៀតថាវីលកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយគ្មានជំរឿផ្សេងទៀតចាន់បានឲ្យជូឌីប្រើម៉ាស៊ីនបោះពុម្ព 3D ដើម្បីផលិតបង្គោលថ្មីខណៈពេលដែលគាត់រៀបចំខ្លួនដើម្បីប្រយុទ្ធនឹងសត្វទាំងនោះនៅក្នុងបន្ទប់ផ្ទុកជូនបានស្គាល់ពីវីលថាអាលីយ៉ែននោះកំពុងការពារគាត់ព្រោះវីលធ្លាប់បានជួយវាមុននេះហើយបង្ហាញថាពួកគេអាចមានការភ្ជាប់គ្នាផ្លូវចិត្តយំក៏ចូលរួមគិតយ៉ាងជ្រាលជ្រៅខណៈចឹងកំពុងប្រយុទ្ធនឹងអាលីយ៉ែនឯទឹកក៏ខាងលើយានយន្តក៏បែកម្ដងទៀតបណ្ដាលឲ្យយានយន្តលំអើជូឌីត្រូវបានស្ទាក់នៅក្រោមប្រអប់មួយខណៈដែលភេននីធ្លាក់ចូលក្នុងអាងសំណល់ដែលពោពេញដោយសត្វទាំងនោះនៅពេលដូចគ្នាទូកប្រេងបំរុងក៏ដំណើរការឡើងវិញចឹងអាចបង្កប់សត្វឯមួយបានចាប់កាំបិតហើយសម្លាប់វាខណៈពេលនោះភេននីកំពុងបោះអំបិលតាមផ្លូវដើម្បីបន្លាចសត្វទាំងនោះឲ្យរត់ចេញចិនរត់ចូលទៅជំនួយភេននីនៅជាន់ក្រោមខណៈដែលនាងកំពុងស្រែកគាត់កាត់បំពង់ប្រេងដែលធ្វើឲ្យសត្វឯទាំងអស់រត់ទៅរកកន្លែងជ្រាបប្រេងជូឌីអាចយកបង្គោលបិទបើកបានហើយដោះខ្លួនចេញពីប្រអប់នៅក្នុងបន្ទប់ផ្ទុកជូនបានបោកវីលឲ្យអាលីយ៉ែនបញ្ចេញនាងចេញតែពេលនាងទើបតែរួចផុតនាងរត់ត្រង់ទៅកាន់កាប៊ីននាវាដើម្បីយល់អំពីជូនយើងត្រូវមើលទៅអតីតកាលរបស់នាងសិនតែពីថ្ងៃមុននាងបានបញ្ចូលថ្នាំបងស្រីភ្លោះរបស់នាងដកឈីបអត្តសញ្ញាណចេញពីដៃហើយធ្វើជាបងស្រីដើម្បីឡើងនាវាធំ Resolute ដែលគេបំពាក់សម្រាប់យកមនុស្សទៅផ្ទះថ្មីតែគូស្នេហ៍របស់បងស្រីនាងបានឃើញនាងហើយដេញតាមបន្តិចក្រោយគាត់បានដឹងថានាងជាមនុស្សខ្លាំងខ្លាយក្នុងពេលពិភាក្សាគ្នាទ្វារកាប៊ីនត្រូវបានបើកដោយចៃដន្យហើយគាត់ត្រូវបានរុញចេញទៅក្នុងឱកាសពេលនាវីចាប់ផ្ដើមរៀបចំចេញដំណើរជូនបានមើលគាត់បាត់បង់ទៅក្នុងឱកាសតាមទ្វារដែលបើកប៉ុន្តែនាងមិនបានធ្វើអ្វីដើម្បីបញ្ឈប់ទេឥឡូវនេះម្ដងទៀតនាងត្រៀមចាក់ចេញពីអ្នកអតីតដើម្បីសង្គ្រោះខ្លួនឯងនាងអង្គុយក្នុងកាប៊ីនកំពុងតែត្រៀមបាញ់ចេញហើយគេខ្លួននាងចាប់ផ្ដើមរត់ថយក្រោយដែលអាចធ្វើឲ្យនាវីផ្ទុះបែកនិងបាត់បង់ការនាវីម្ដងទៀតជូនមានអារម្មណ៍រងចម្រុងថាតើគួរបញ្ឈប់វាអត់នៅពេលដូចគ្នានោះម៉ូរីនកំពុងព្យាយាមដំឡើងផ្នែកចុងក្រោយដើម្បីជួសជុលនាវាប៉ុន្តែមានបញ្ហាគួរឲ្យភ្ញាក់ផ្អើលជូនបានមកជួយនាងដំឡើងវានៅវិនាទីចុងក្រោយពួកគេបានជួសជុលម៉ាស៊ីនរួចរាល់ហើយរៀបចំអ្វីទាំងអស់ពួកគេបានប្រមូលផ្ដុំគ្នានៅក្នុងកាប៊ីនចិនបានរុញដងបញ្ជាដើម្បីឲ្យនាវីចេញប៉ុន្តែនាវីមិនឆ្លាតទេសញ្ញាអាសន្នបង្ហាញថាពួកគេនៅសល់ប្រេងឥន្ធនៈត្រឹមតែ10ប៉ុណ្ណោះជូឌីបានផ្ដល់យោបល់ឲ្យបោះបង់ប្រេងឥន្ធនៈទាំងអស់ព្រោះមានត្រីឯនៅក្នុងធុងអាចបិទម៉ាស៊ីនម៉ូរីនយល់ព្រមថាវាជាហានិភ័យប៉ុន្តែបាននិយាយថាប្រព័ន្ធបង្ហាញថាមិនមានប្រេងឥន្ធនៈបំរុងទេជូឌីបានប្រាប់នាងថាប្រេងឥន្ធនៈនៅសល់ក្នុងបំពង់គ្រប់គ្រាន់សម្រាប់ឲ្យពួកគេចេញទៅចិនយល់ព្រមហើយជូឌីបានបើកសន្ទះបញ្ចេញត្រីឯទាំងអស់និងប្រេងឥន្ធនៈដែលនៅសល់នៅពេលនោះយានអវកាសរបស់ពួកគេបានចាប់ផ្ដើមទឹកកកនៅលើក្បាលពួកគេនៅតែធ្លាក់ចុះខណៈចិនបើកបរយានយន្តយ៉ាងប្រុងប្រយ័ត្នឲ្យរួចផុតពីភ្នំទឹកកកដែលកំពុងរលំសំណាងល្អចិនជាគ្រូបើកយានយន្តល្អហើយគាត់បានជួយឲ្យពួកគេចេញបានទាន់ពេលវេលាពួកគេបានឃើញព្រៃដ៏ស្អាតមិនទាន់មាននរណាចូលប៉ះពាល់នៅមុខពួកគេប៉ុន្តែការសម្រេចចិត្តរបស់ពួកគេមិនបានយូរទេព្រោះប្រេងឥន្ធនៈនៅសល់តិចប៉ុណ្ណោះទោះជាយ៉ាងណាគ្រូបើកយានយន្តល្អតែងតែរួចរាល់ចំណុចតែចុះចតមិនសូវរលូនទេប៉ុន្តែគាត់បានចុះចតយានយន្តឲ្យមានសុវត្ថិភាពបន្ទាប់មកពួកគេបានទទួលដំណឹងល្អបន្ថែមទៀតអ្នករស់រានមានជីវិតផ្សេងទៀតបានបង្កើតជាយានជំរុំមួយនៅលើភពនេះឪពុកម្ដាយរត់ទៅបន្ទប់ផ្ទុកសម្ភារៈដើម្បីស្វែងរកវិលពួកគេឃើញអ្នកអវកាសបរទេសកំពុងកានវិលដើម្បីការពារគាត់ហើយចនក៏មានការចាប់អារម្មណ៍យ៉ាងច្បាស់ចំណែកឯយានមេដាឬ Mothership ទោះបីជាបានរងការខូចខាតក៏ដោយតែវានៅដំណើរការបានហើយមនុស្សកំពុងជួសជុលវាយ៉ាងរហ័សប៉ុន្តែយន្តមិនសប្បាយចិត្តអំពីរឿងនេះសោះទេយើងបានដឹងថានាងធ្លាប់ត្រូវបានចាប់ខ្លួននិងសួរនៅលើ Mothership មុននេះមនុស្សដែលសួរនាងបាននិយាយថាកាមេរ៉ាបានថតបានរូបនាងសម្រាប់មនុស្សម្នាក់មួយផ្លែតនោះសំឡេងរត់បានឮទាំងមូលលើយានដែលធ្វើឲ្យការសួរត្រូវផ្អាកហើយផ្ដល់ឱកាសឲ្យនាងគេខ្លួនវាប្រសពច្បាស់ថានាងគឺជាមនុស្សតែម្នាក់ឯងដែលមិនចង់ត្រឡប់ទៅ Mothership វិញMorin បានរកឃើញថាកំណត់ត្រាសម្រាប់ម៉ាស៊ីនបោះពុម្ព 3D ត្រូវបានកែប្រែមាននរណាម្នាក់បានបំពានលើច្បាប់ហើយដំណើរកម្មវិធីមួយដើម្បីផលិតអាវុធប៉ុន្តែមិនមាននរណាដឹងថាជានរណានៅពេលតែមួយនោះផ្សោតបានចូលទៅក្នុងបន្ទប់គេងរបស់វល់ហើយផ្ដល់កាំភ្លើងមួយឲ្យគាត់សម្រាប់ការការពារវាប្រសពច្បាស់ថាផ្សោតបានប្រើម៉ាស៊ីនបោះពុម្ពដោយសម្ងាត់ពេលយន្តយល់ឃើញថាវល់និងផ្សោតស្និទ្ធស្នាលគ្នានាងក៏ចាប់អារម្មណ៍ជាចិត្តហើយព្យាយាមចូលស្និទ្ធជាមួយក្មេងប្រុសនោះយ៉ាងលឿនវាច្បាស់ណាស់ថានាងកំពុងរៀបចំផែនការប្រើប្រាស់ផ្សោតអាត្រួតពិនិត្យរ៉ូបូតមានអំណាចដូចនោះអាចធ្វើឲ្យនាងក្លាយជាអ្នកគ្រប់គ្រងភពផែនដីចំណោមពេលនោះឪពុកម្ដាយបានរកឃើញជំរំអ្នករស់រានមានជីវិតផ្សេងទៀតពេលបានឃើញមនុស្សច្រើនទៀតគ្រប់គ្នាសប្បាយចិត្តហើយអោបគ្នាយន់ក៏នៅទីនោះដែរជាមួយមន់សត្វចិញ្ចឹមរបស់គាត់ Angela ស្ត្រីវ័យក្មេងដែលពួកគេបានជួយសង្គ្រោះកំពុងសម្រាកនៅបន្ទប់ព្យាបាលខណៈពេលកំពុងថែទាំ Angela Jedi បានដឹងថារ៉ូបូតផ្សោតជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើយានមេដាប្រទេស Morin និងអ្នកផ្សេងទៀតបន្តព្យាយាមទំនាក់ទំនងជាមួយវាខណៈដែល John បានឃើញសំណល់យានមេដាប្រទេសនៅលើផែនទីឪពុកម្ដាយនិង Don សម្រេចចិត្តទៅស៊ើបអង្កេត Jedi បើកឡានត្រឡប់ទៅកាន់យានអវកាសរបស់ពួកគេដើម្បីប្រឈមមុខពីព្រោះនាងបានដឹងថាគាត់បានដឹងការពិតមកតាំងពីដើមនាងព្យាយាមព្រមានឪពុកម្ដាយតាមឧបករណ៍ទំនាក់ទំនងប៉ុន្តែវាបានបញ្ឈប់នាងគាត់បានពន្យល់ថាអ្នកអវកាសមិនដូចមុនទេហើយវាបានជួយសង្គ្រោះជីវិតពួកគេ
Jadiមិនព្រមស្ដាប់ទេហើយរត់ទៅកាន់បន្ទប់បើកបរ Vừaគិតរហ័សហើយចាប់ផ្ដើមបើកប្រព័ន្ធទំនាក់ទំនងឡើងវិញដោយបិទវារយៈពេល30នាទីបន្ទាប់មកគាត់ចាប់ផ្ដើមគីបអីវ៉ាន់ដើម្បីរៀបចំផ្ញើអ្នកឱកាសចេញទៅយូនបានឃើញអ្វីទាំងអស់បន្ទាប់ពីវចេញទៅយូនបានយកកាំភ្លើងដែលអ្នកឱកាសធ្វើឲ្យវាពីក្រោមគ្រែរបស់គាត់ Jadi បានដេញទាន់វល់ហើយគាត់បានពន្យល់ថាគាត់ត្រូវយកអ្នកឱកាសទៅឆ្ងាយដើម្បីការពារអ្នកទាំងអស់គ្នារួមទាំងអ្នកឱកាសផងដែរហើយនេះមកចូលរួមជាមួយពួកគេឆាប់នេះហើយ3អ្នកបានចេញទៅជាមួយគ្នាពេលពួកគេឆ្លងកាត់ស្ពានឈើមួយពួកគេបានយល់សំឡេងចម្លែកពីក្រោយហើយសត្វរន្ធត់មួយបានបង្ហាញខ្លួនភ្លាមហើយនេះតែដៃហើយផ្កាបានចាប់ផ្ដើមរេច Jadi ក៏សាកល្បងតែដៃដែរហើយផ្កាជុំវិញនាងក៏រីកផងដែរវាគោរពជង្គង់ហើយតែដៃអ្នកឱកាសក៏ចម្លងគាត់ដោយលើកដៃដែករបស់វាឡើងផ្កាបានរីកជុំវិញពួកគេទាំងអស់ ពេលវេលានោះត្រូវបានផ្ដាច់ដោយសំឡេងហែកខ្លាំងមួយអ្នកឱកាសបានព្រមានថាវិលកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយពួកគេបានប្រញាប់រត់ចេញទៅភ្នំជ្រោះមួយបានរារាំងភ្លើពួកគេប៉ុន្តែអ្នកឱកាសបានបុកដើមឈើធំមួយឲ្យដួលដើម្បីបង្កាត់ស្ពានពេលពួកគេរៀបចំឆ្លងសត្វរន្ធត់នោះបានបង្ហាញខ្លួនម្ដងទៀតអ្នកឱកាសបានដំឡើងខ្លួនទៅរបៀបប្រយុទ្ធហើយធ្វើឲ្យសត្វនោះភ័យរត់បាត់ពេលវាប្រែត្រឡប់វិញវាបានคล้ายទៅជារូបរាងធម្មតាហើយចម្លងសញ្ញាឈ្នះរបស់វិលស្ទើរតែជ្រុះជើងដោយសារតែមានអារម្មណ៍រំភើបបន្តិចក្រោយមកយូនបានមកដល់កន្លែងនោះដោយបានដានតាមពួកគេយ៉ាងសង្ហានៅកន្លែងផ្សេងទៀតមីដាបតាបានបើករថយន្តទៅកាន់សំណល់យាមមីតាធំដំបូងពួកគេគិតថាអាកាសធាតុធ្លាក់បានបង្កការខូចខាតប៉ុន្តែបន្ទាប់ពីពិនិត្យស្នាមម៉ូរិនបានដឹងថាវាជាការវាយប្រហារនៅក្នុងបន្ទប់ផ្ទុកសម្ភារៈពួកគេបានស្វែងរកសម្ភារៈប្រើប្រាស់ប៉ុន្តែឃើញតែសម្រាមជាច្រើនចុងក្រោយពួកគេបានរកឃើញប្រអប់មួយដែលមានស្លាកថាឧបករណ៍បញ្ជូនសញ្ញាប៉ុន្តែខាងក្នុងវិញមានស្រាវីស្គីយ៉នទទួលសារភាពថាគាត់បានបដូរប្រអប់ដើម្បីលាក់ស្រាដែលធ្វើឲ្យម៉ូរិនខឹងខ្លាំងនាងបានដើរចេញទៅខាងក្រៅហើយសង្កេតឃើញឧបករណ៍ទទួលសញ្ញាពេលដឹងថាពួកគេត្រូវបានកាត់ការទំនាក់ទំនងនាងបានត្រឡប់ចូលវិញយកស្រាវីស្គីពីដនហើយចាប់ផ្ដើមផឹកត្រឡប់មកក្រុមរបស់ពួកគេបានឃើញក្រុមអ្នករស់រានមានជីវិតមួយទៀតនៅក្នុងព្រៃដើម្បីលាក់អ្នកឱកាសពួកគេបានស្ថិតនៅកន្លែងដែលមិនអាចឃើញក្នុងចំណោមក្រុមនោះមានក្មេងប្រុសម្នាក់មើលទៅសង្ហាហើយ Penny បានចាប់អារម្មណ៍ចំពោះគាត់ភ្លាមគាត់ធ្លាក់សម្បត្តិមិត្តភក្តិបានយកវាឡើងវិញពេលក្មេងប្រុសនោះត្រឡប់មកស្វែងរកសម្បត្តិគាត់បានរកឃើញពួកគេនិងអ្នកឱកាសគាត់សិនតែហៅមនុស្សមកជួយប៉ុន្តែ Penny បានប្រើសម្បត្តិនោះដើម្បីគៀនគាត់ឲ្យស្ងៀមស្ងាត់ដោយសារសម្បត្តិនោះសំខាន់គាត់បានយល់ព្រមហើយចេញទៅវិញពួកគេបន្តដំណើរទៅហើយដល់រូងភ្នំមួយក្រុមរបស់ John បានជួបបញ្ហាពេលយានយន្តរបស់ពួកគេបាត់ធំពលបង្ខំឲ្យពួកគេត្រូវស្នាក់នៅក្បែរផ្លូវរថយន្តដែលខូចសម្រាប់មួយយប់ពេលវាយល់ថាឪពុកម្ដាយរបស់គាត់មិនត្រឡប់មកយប់នោះទេគាត់សម្រេចឲ្យពួកគេស្នាក់នៅក្នុងរូងភ្នំនោះហើយនៅជាមួយអ្នកឱកាសមួយយប់ចុងក្រោយពេលយប់ចុះមកឪពុកម្ដាយរបស់គាត់អង្គុយក្បែរឧបករណ៍ទទួលសញ្ញាផឹកស្រាវីស្គីរបស់ Don ហើយមើលមេឃភ្លឺពណ៌ស្វាយបានបញ្ចេញឡើងភ្លាមនៅចម្ងាយបង្ហាញឲ្យឃើញសត្វឱកាសមានរាងដូចត្រេកប៉ោកំពុងហោះហើរតាមខ្យល់ក្រោយមកនៅក្នុងរូងភ្នំវិញ Penny បានគូរលើជញ្ជាំងថ្មដោយប្រើដីក្រហម3អ្នកនោះបានលាបដៃរបស់ពួកគេជាមួយដីក្រហមហើយបោះស្នាមដៃរបស់ខ្លួនលើជញ្ជាំងសត្វឱកាសនោះបានមើលស្ងៀមខណៈពន្លឺលើមុខរបស់វាប្រែបិទបើកយប់នោះយឺតខណៈពួកគេកំពុងដេកសត្វឱកាសនោះបានជង្គង់មុខជញ្ជាំងលាបកញ្ចក់ដែករបស់វាជាមួយដីក្រហមហើយបោះស្នាមដៃរបស់ក្បែរស្នាមដៃរបស់ពួកគេដើម្បីបង្ហាញថាចង់ជាសមាជិកម្នាក់ត្រឡប់មកកាន់ Morin វិញនាងនិង John បានជេរប្រកែកគ្នាហើយនាងបានឈរឡើងដើម្បីចាក់ចេញនាងទើបដើរប៉ុន្មានជំហានប៉ុណ្ណោះស្រាប់តែមានរញ្ជួយដីកាត់ឡើងឧបករណ៍ទទួលសញ្ញាខាងក្រោយពួកគេបានដួលចុះហើយទោះបីពួកគេចង់រត់ក៏ដោយតែវាមិនទាន់ទេពួកគេត្រូវបានកាំងនៅក្នុងសំណល់បាក់បែកដោយសង្ឃឹម Don នឹងមកជួយពួកគេបានវាយលើជញ្ជាំងដែកដោយអស់សង្ឃឹមចំណែក Don នៅតែរវល់ដាក់ស្រាដែលគេធ្លាក់របស់គេឡើងលើយានយន្តជោគជ័យក្រោយពេលបញ្ចប់ការងារ Don បានចាប់ផ្ដើមស្វែងរកពួកគេហើយចុងក្រោយក៏បានរកឃើញពួកគេដែលកំពុងតែគង់រឹកថ្ងៃបន្ទាប់ Don បានប្រើវត្ថុផ្ទុះដើម្បីបំផ្ទុះធ្វើរន្ធមួយហើយជួយសង្គ្រោះពួកគេនៅជីប៉ៃជំរុំរបស់វាក្រោយពីបានស្នាក់នៅយប់ចុងក្រោយជាមួយរ៉ូបូតអាកាសចរនោះពួកគេបានរៀបចំខ្លួនដើម្បីនិយាយលាដល់វាអាកាសចរនោះបានយកថ្មមួយដុំឲ្យវាជាអំណោយវាបានព្រមានម្ដងទៀតថាអាសន្នកំពុងមកដល់ប៉ុន្តែវាបាននិយាយថារ៉ូបូតនោះទេដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយវាត្រូវតែស្នាក់នៅទីនោះបន្ទាប់មកវាបានបើកខ្នងហើយដើរចេញទៅរ៉ូបូតអាកាសចរនោះនៅតែព្រួយបារម្ភហើយព្យាយាមដើរតាមវាបានប្រាប់វាម្ដងទៀតឲ្យស្នាក់នៅទីនោះពេលគេចេញទៅមុខរ៉ូបូតនោះភ្លឺឡើងដោយអារម្មណ៍សោកស្ដាយពេលពួកគេចេញទៅយន្តក៏កំពុងមើលពួកគេពីលើខ្នងភ្នំដោយញ៉ាំមួយពេលពួកគេឆ្ងាយគ្រប់គ្រាន់ហើយនាងបានចូលទៅក្នុងផ្ទះថ្មយ៉ាងស្ងៀមស្ងាត់រ៉ូបូតអាកាសចរកំពុងឈរមុខទៅជញ្ជាំងថ្មមើលទៅដូចជាខាត់បងហើយការពិតប្រាកដរបស់យន្តគឺចង់យករ៉ូបូតអាកាសចរនោះមកជាកម្មសិទ្ធិខ្លួននាងចង់បានអាណាព្យាបាលខ្លាំងមួយនាងចាប់ផ្ដើមបោកប្រាស់វាដោយប្រាប់អាកាសចរថាមនុស្សមិនអាចទុកចិត្តបានទេហើយពួកគេនឹងក្បត់វាសូម្បីតែវើផងដែរនាងបន្ថែមថាមានតែនាងប៉ុណ្ណោះដែលនឹងជួយសង្គ្រោះរ៉ូបូតនោះហើយបន្ទាប់មកនាងបានបាត់ខ្នងចេញទៅយប់នៅលើភពនេះគួរឲ្យភ័យខ្លាំងណាស់ស្ត្រីម្នាក់បានឃើញសត្វស្លាបធំមួយកំពុងបក់ស្លាបហើយកំពុងតែប៉ុនប៉ងប៉ះវាប៉ុន្តែភ្លាមមានអណ្ដាតយកវាចេញមកចាប់សត្វស្លាបនោះហើយញ៉ាំវាទាំងមូលរឿងនេះធ្វើឲ្យនាងភ័យខ្លាចខ្លាំងណាស់ដល់ថ្នាក់គ្រាន់តែដេកស្ងៀមមិនហ៊ានផ្លាស់ទីព្រោះពួកគេបាត់ឧបករណ៍ទទួលសញ្ញាពួកគេមិនអាចទំនាក់ទំនងទៅកាន់យានមេដាបានទេ
ដើម្បីរស់រានមានជីវិតពួកគេបានគិតផែនការថ្មីមួយគឺសង់ភ្លើងប្រុងយក្សមួយដើម្បីបញ្ចេញពន្លឺខ្លាំងទៅក្នុងឱកាសជាសញ្ញាអាសន្ននៅកន្លែងផ្សេងទៀតការកញ្ញារបស់មូរ៉ាំងបាននាំឲ្យនាងរកឃើញអ្វីមួយដែលមិនគួរឲ្យជឿនិងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងចុងក្រោយនាងបានសម្រេចចិត្តនាងបានទៅបន្ទប់ផ្ទុករកឃើញកញ្ចប់ធំមួយហើយកំពុងដាក់វាលើយានយន្តនៅពេលដែលចាំឃើញនាងហើយសួរថានាងកំពុងធ្វើអ្វីនាងបានពន្យល់ថាប្រហែលជាមានបញ្ហាមួយជាមួយព្រះអាទិត្យព្រោះវាឡើងមកមុនជារៀងរាល់ថ្ងៃគាត់បាននិយាយថាវាជារឿងធម្មតានៅលើផែនដីប៉ុន្តែមូរ៉ាំងបានប្រាប់គាត់ថាការផ្លាស់ប្ដូរនេះកំពុងកើតឡើងលឿនពេកបន្ទាប់ពីនិយាយលាដល់ចននាងបានបើកឡានចេញទៅស៊ើបអង្កេតនៅពេលនោះជូនបានរកឃើញវិលហើយស្នើសុំជំនួយពីរ៉ូបូតអាកាសចរនាងបានបញ្ចេញសញ្ញាថានាងចង់ឲ្យក្មេងប្រុសនោះនាំអាកាសចរត្រឡប់មកវិញមួយផ្លេតនោះដែលបានឆ្លងមកហើយស្គាល់ជូននាងឆ្នះជាអ្នកបានលួចយក signal flare តែមួយគត់ដែលស្ទើរតែធ្វើឲ្យគាត់ស្លាប់អ៊ុតបានប្រឈមមុខនាងអំពីអ្វីដែលនាងបានធ្វើប៉ុន្តែនាងពូកែនិយាយដល់ថ្នាក់ធ្វើឲ្យគាត់ស្ទើរតែមិនអាចនិយាយអ្វីបានខណៈពេលដែលគាត់ដើរចេញទៅជូឌីកំពុងស្វែងរកនៅក្នុងឃ្លាំងហើយនាងមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីនាងបានបង្វើខ្លួនហើយវីដនដោយកែងដៃរបស់នាងបំបីច្រមុះគាត់បន្ទាប់មកពួកគេបានទៅបន្ទប់ព្យាបាលដែលនៅទីនោះដនបានប្រាប់នាងថាជូនបានលួចយកកាំភ្លើងសញ្ញាហើយបោះបង់គាត់ចោលគាត់បានដឹងពីជូឌីថាជូនមិនដែលនិយាយអំពីរឿងនេះសោះបន្ទាប់មកជូឌីបានប្រឈមមុខជូនដែលនាងបានបង្កើតរឿងមួយដើម្បីបោកនាងដោយនិយាយថានាងជាជនរងគ្រោះហើយព្រមានឲ្យនាងកុំជឿអ្វីគ្រប់យ៉ាងដែលដននិយាយនៅពេលនោះជូឌីមិនអាចប្រាប់បានថានរណាកំពុងមិនពិតទេដូច្នេះនាងបានចាក់ចេញដើម្បីត្រឡប់ទៅធ្វើការរបស់នាងវិញនៅលើដំណើររបស់មូរ៉ាំងខណៈពេលព្រះអាទិត្យជិតលិចឧបករណ៍ហោះរបស់នាងបានរួចរាល់ចុងក្រោយនាងកាត់ខ្សែហើយឡើងទៅលើអាកាសនៅពេលនាងឡើងខ្ពស់ឡើងទេសភាពអស្ចារ្យមួយបានបង្ហាញខ្លួននៅខាងក្រោមនាងបានបង្វិលមុខទៅរកព្រះអាទិត្យប៉ុន្តែត្រឹមតែពេលនោះប្រព័ន្ធបានព្រមាននាងថាមានកាំរស្មីហកគីងនៅជិតនេះនិយាយឲ្យងាយគឺមានរន្ធខ្មៅក្រុមមនុស្សរស់រានមានជីវិតដែលត្រូវបានទុកឲ្យនៅលើភពមួយដែលមិនស្គាល់ហើយមិនអាចទំនាក់ទំនងជាមួយយានមេដាបានទេបានសហការគ្នាសាងសង់ភ្លើងភ្លោះយក្សមួយពេលពួកគេបើកស្វេចកាំភ្លើងខ្លាំងមួយបានបាញ់ឡើងទៅលើមេឃហើយមនុស្សទាំងអស់បានអបអរសាទរពន្លឺនោះបានតាក់ទាញមេអំពើជាច្រើនក្រុមឲ្យហោះមកជូនស្ថិតនៅក្នុងក្រុមមនុស្សនោះផងដែរនាងបានលួចចេញទៅកន្លែងរបងបច្ចេកវិទ្យាខ្ពស់ដែលមានគោលបំណងទប់ស្កាត់សត្វមិនឲ្យចូលហើយបានកែប្រែប្រព័ន្ធឲ្យវាយអាចឆ្លងកាត់បានជាក់ស្ដែងនាងមានផែនការមួយបន្ទាប់មកនាងបានត្រឡប់មកជាយាយបោះជំរំវិញហើយប្រាប់ចន្ទថាបុត្ររបស់គាត់កំពុងលាក់សត្វអវកាសនៅក្នុងព្រៃចន្ទបានទៅជួបវីលហើយទាមទារឲ្យបកស្រាយវីលដែលភ័យខ្លាចបានសារព្រមទាំងអស់យានមេដា Resolute បានខូចដោយសាររូបយន្តអវកាសដែលធ្វើឲ្យពួកគេធ្លាក់ចុះមកលើភពនេះអ៊ុតបានសារថារូបយន្តនោះធ្លាប់ធ្វើអំពើបំផ្លាញមួយដងប៉ុន្តែបញ្ជាក់ថាវាបានផ្លាស់ប្ដូរហើយវាបានជួយគ្រួសាររបស់ពួកគេនិងមនុស្សផ្សេងទៀតក្នុងពេលមានព្យុះចន្ទមិនខ្វល់អំពីការបញ្យល់ទេអ៊ុតតែចង់ដឹងថារូបយន្តស្ថិតនៅទីណាវីលបានបដិសេធដោយភ័យថាឪពុករបស់គាត់នឹងធ្វើអ្វីវាភ្លាមសម្លេងកំហុកដ៏គួរឲ្យខ្លាចមួយបានលាន់ត្រឡប់មកកន្លែងជំរំសត្វយក្សមួយបានចាប់ផ្ដើមឡើងលើភ្លើងផ្កាយមនុស្សគ្រប់គ្នាបានរត់បែកដោយសារភ័យខ្លាចពន្លឺដែលតាក់ទាញសត្វមូសក៏បានតាក់ទាញសត្វយក្សដែលបន្លំសត្វទាំងនោះផងដែរដែលប្រហែលជាផ្នែកមួយនៃផែនការរបស់ជូនភ្លើងផ្កាយដែលសង់យ៉ាងប្រញាប់ប្រញាល់មិនអាចទ្រាំទ្រទម្ងន់សត្វយក្សនោះបានទេហើយវាបានរំចុះខណៈពេលដែល Penny កំពុងព្យាយាមរត់គេចសត្វយក្សនោះបានឃើញនាងជូនបានជំរុញឲ្យ Will ហើយរូបយន្តឱកាសនៅពេលនោះមិនមាននរណាខ្វល់ថារូបយន្តមានស្រាប់ទេគ្រាន់តែចង់ឲ្យវាអាចជួយសង្គ្រោះពួកគេ Penny បានលាក់ខ្លួននៅក្នុងតង់ដោយជឿថានាងមានសុវត្ថិភាពបន្ទាប់មកសារថតសម្លេងមួយពីយានមេដាបានចាប់ផ្ដើមចាក់នាងរត់ទៅបិទវាប៉ុន្តែសម្លេងនោះបានតាក់ទាញសត្វយក្សឲ្យមកវាបានបាញ់បំបីតាំងហើយរត់ចូលមកចន្ទបានមកដល់ទាន់ពេលដោយឈរជាអ្នកកណ្ដាលរវាង Penny និងសត្វយក្សនោះគាត់លើកកាំបិតឡើងប៉ុន្តែវាមិនអាចប្រឆាំងនឹងក្មេងសត្វយក្សនោះបានទេវាឡើងវីប្រហែលមានអ្វីមួយវីបុកវាដោយស្ទើរតែខ្លាំងរូបយន្តឱកាសបានមកដល់វីលមានអារម្មណ៍ស្រួលចិត្តខណៈដែលអ្នកផ្សេងទៀតកំពុងមើលដោយភ្ញាក់ផ្អើលសត្វយក្សនោះបានហែកសម្លេងម្ដងទៀតដើម្បីហៅសត្វមួយទៀតចន្ទនិងអ្នកផ្សេងទៀតបានរត់គេចខណៈដែលរូបយន្តឱកាសត្រូវសត្វយក្សទាំងពីរចងជាប់វាមិនបានប្រយុទ្ធទៅឡើយដោយគោរពតាមបញ្ជារបស់វីលពីមុនវីលរត់ចេញក្រៅដោយភ័យស្លន់ស្លោនៅក្នុងយានជូនបានមើលដោយញឹមពេញចិត្តពេលឃើញយន្តឱកាសប្រហែលជានឹងត្រូវបំផ្លាញវីលបានស្រែកឲ្យវាប្រែក្លាយទៅជាខ្លាំងភ្លើងនៅផ្ទៃមុខរបស់យន្តឱកាសបានបំភ្លឺពណ៌ក្រហមវាប្រើកម្លាំងបោះសត្វយក្សចោលហើយឈរនៅក្នុងរបៀបប្រយុទ្ធដែលមាន4ដៃពេលសត្វមួយទៀតវាប្រហារដៃរបស់យន្តឱកាសបំភ្លឺពណ៌លឿងខណៈដែលវាប្រើកម្លាំងបំផ្លាញនិងបោះសត្វយក្សចោលយ៉ាងងាយស្រួលពេលដែលមនុស្សទាំងអស់គិតថាហើយយន្តឱកាសបានបង្វិលមករកមនុស្សដោយកញ្ចក់របស់វាបំភ្លឺភ្លើងវីលរត់ទៅមុខវាខណៈដែលឪពុករបស់គាត់ស្រែកឲ្យគាត់ឈប់ម្ដាយរបស់វីលបានមកដល់ពេលនោះវីលបានចាប់កញ្ចក់របស់យន្តឱកាសហើយពេលវាមើលមកគាត់វាបានបិទថាមពលពន្លឺក្រហមបានផុតទៅវិញជាពណ៌ខៀវនៅក្នុងយានហោះជូនបានរៀបចំផែនការបន្ទាប់របស់នាងយ៉ាងស្ងៀមស្ងាត់បន្ទាប់មកគ្រួសាររបស់វីលបានទទួលយកយន្តឱកាសបរទេសយ៉ាងពេញលេញហើយនាំវាចូលទៅក្នុងយានហោះរបស់ពួកគេនៅក្នុងបន្ទប់ Morin បានចែករំលែកលទ្ធផលនៃការធ្វើតេស្តរបស់នាងរង្វិលនៃភពនេះមិនមានស្ថិរភាពទេហើយរន្ធខ្មៅមួយបានកើតឡើងនៅពីក្រោយព្រះអាទិត្យ
បើពួកគេនៅតែស្ថិតនៅទីនោះភពនឹងបន្តបង្វិលចិត្តឡើងរហូតដល់អ្វីទាំងអស់ត្រូវបានដុតខូចអ្នករស់រានមានជីវិតនឹងស្លាប់ប្រសិនបើពួកគេមិនគេខ្លួនចេញឆាប់នេះទេខណៈដែល Morin និង John កំពុងពិភាក្សាថាតើគួរប្រាប់អ្នកដទៃឬអត់ Penny បានស្ដាប់យ៉ាងសម្ងាត់ពីច្រកទ្វារព្រឹកបន្ទាប់អ្នករស់រានមានជីវិតបានប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាអំពីយន្តឱកាសបរទេសតាមរបាយការណ៍របស់ Angela ពួកគេបានដឹងថាការវាយប្រហារដំបូងត្រូវបានរៀបចំដោយយន្តឱកាសបរទេសនាងបានរងរបួសធ្ងន់ធ្ងរហើយប្តីរបស់នាងក៏ត្រូវបានស្លាប់ផងដែរ Victor មេក្រុមបានស្នើឲ្យយកយន្តឱកាសទៅសញ្ញាការហើយដាក់ឲ្យជាប់ឃុំដូចដែលពួកគេធ្លាប់ធ្វើនៅលើផែនដី John បានទៅថាយន្តឱកាសនោះបានផ្លាស់ប្ដូរដោយម៉ាស៊ីនដែលបានចាប់ផ្ដើមឡើងវិញហើយវាក៏បានជួយសង្គ្រោះជីវិតមនុស្សកាលពីយកមុនផងដែរចុងក្រោយពួកគេបានយល់ព្រមឲ្យដាក់យន្តឱកាសឲ្យនៅឯកោពីសមាជិកក្រុមផ្សេងទៀត Angela ខឹងខ្លាំងហើយបានរត់ចេញទៅខណៈដែល John តាមក្រោយយ៉ាងជិតស្និទ្ធ John ព្យាយាមបោកបញ្ឆោតនាងដោយធ្វើជាផ្ដោតជំនួយផ្នែកចិត្តវិទ្យាប៉ុន្តែ Angela បានដើរចេញទៅចំណោមពេលនោះ Don បានប្រាប់ Victor ថាពួកគេត្រូវការទឹកប្រេងដើម្បីគេខ្លួនចេញពីភពនេះអណ្ដាតបរទេសបានស៊ីទឹកប្រេងភាគច្រើនទៅហើយប៉ុន្តែ Don ជឿថាទឹកប្រេងពីយានយន្តដែលបានបាក់បែកនៅក្នុងវាលខ្សាច់នៅតែអាចប្រើបានជំនួសវិញគាត់បានទាមទារលុយបន្ថែមនៅខាងក្រៅ Angela បានសង្កេតឃើញខ្សែបៃតងមួយចងជាប់នឹងខ្សែជួរនាងបានដើរតាមវាហើយរកឃើញកញ្ចក់មួយនៅខាងក្នុងមានកាំភ្លើងមួយដោយមិនស្ទាក់ស្ទើរនាងបានលាក់វាទៅខាងក្រោយខ្លួននៅក្នុងព្រៃវកំពុងពិនិត្យក្បាលថ្មចម្លែកនៅពេលដែលរូបយន្តបរទេសមកជិតហើយផ្ដល់ថ្មមួយធំជាងឲ្យគាត់បាននិយាយថាពួកគេក៏មានថ្មប្រភេទនេះដែរនៅលើផែនដីរូបយន្តនោះបានបំបែកថ្មចេញបង្ហាញឲ្យឃើញរ៉ែពណ៌ស្រស់នៅខាងក្នុងបន្ទាប់មកវាបានលើកដៃឡើងដើម្បីសុំ high five វិញញឹមហើយឆ្លើយតបនឹងសញ្ញានោះវិញពន្លឺនៅលើមុខរូបយន្តនោះភ្លឺស្រទន់ដូចជាកំពុងមានអារម្មណ៍សប្បាយចិត្តចំណោមពេលនោះ Don បានចេញទៅរកទឹកប្រេងរួចហើយគាត់មិនទាន់ទៅឆ្ងាយទេនៅពេលជញ្ជាំងភ្នំមួយបានរារាំងភ្លើរបស់គាត់ហើយអ៊ូស្មានបានចេញពីដីខាងមុខ John មិនបានបារម្ភអ្វីទេគាត់បើកតន្ត្រីស្ដាប់យ៉ាងធម្មតាហើយបដូរភ្លើងទៅផ្សេងនៅជំរំវិញ Penny បានអញ្ជើញក្មេងប្រុសសង្ហាម្នាក់ឲ្យចេញទៅជួបជុំជាមួយនាងពេលពួកគេដល់កន្លែងនោះពួកគេឃើញថាទឹកជ្រោះបានស្ងួតទៅហើយព្រោះភពនេះកំពុងក្តៅឡើងបន្ទាប់មក Penny បានប្រាប់គាត់អំពីផែនការរបស់នាងក្រុងថានឹងធ្វើជាធ្លាក់ចូលទឹកហើយសុំជំនួយដើម្បីឲ្យគាត់អាចមកជួយនាងបានបន្ទាប់មកពួកយើងអាចធ្លាក់ចូលក្នុងសម័យយូហ្គាហោរមុនពិតវាប្រកបណាស់ថា Penny ចូលចិត្តក្មេងប្រុសសង្ហាម្នាក់នេះតាំងពីពេលជួបគ្នាលើកដំបូងហើយឥឡូវនេះពួកគេកំពុងធ្លាក់ក្នុងស្នេហាវាធ្វើឲ្យភ្ញាក់ផ្អើលណាស់ដែលពួកគេនៅតែអាចរកពេលសម្រាប់ស្នេហានៅកន្លែងគ្រោះថ្នាក់បែបនេះចំពោះខាង Don ពួកគេបានទៅដល់ទីតាំងយានឱកាសប៉ុន្តែរកមិនឃើញវានោះទេពួកគេគិតថាយានឱកាសប្រហែលជាត្រូវបានធ្លាក់ចុះពីជ្រោះប៉ុន្តែវាខ្ពស់ពេកដើម្បីឃើញអ្វីមួយបន្តិចក្រោយ Vic ត្រូវបានបោះបង់កិច្ចព្រមព្រៀងហើយត្រឡប់ទៅជំរំវិញពេល Jady បានដឹងអំពីកិច្ចព្រមព្រៀងរបស់ពួកគេនាងបានទៅសួររក Don គាត់ទទួលសារភាពថាគាត់គ្រាន់តែព្យាយាមរកលុយបន្តិចបន្តួចប៉ុណ្ណោះហើយឥឡូវនេះគាត់ក៏ខឹងផងដែរដែលមិនអាចរកបានដោយសម្បាញ់ខឹងគាត់បានបោះជើងទៅលើដីប៉ុន្តែស្ដាប់ឬសំឡេងដែកបន្ទាប់ពីជីកតាមខ្សាច់ពួកគេបានរកឃើញថាយានឱកាសត្រូវបានបាំងនៅក្រោមជើងពួកគេផ្ទាល់ពួកគេបានរកឃើញច្រកចូលទៅក្នុងយានឱកាសយ៉ាងឆាប់រហ័សហើយភ្ជាប់បំពង់ប្រេងឲ្យវាដោយសារតំបន់នោះអាចរលំបានគ្រប់ពេលពួកគេបានប្រើរថយន្ត2គ្រឿងនិងខ្សែដើម្បីរក្សាយានឱកាសឲ្យមានស្ថិរភាពពេលប្រេងចុងក្រោយត្រូវបានយកចេញស្ថានភាពសម្ដុលឲ្យនៃយានឱកាសបានផ្លាស់ប្ដូរហើយវាកំពុងនឹងធ្លាក់ចុះពីជ្រោះពួកគេបានសម្រេចកាត់ខ្សែហើយទប់ឲ្យយានឱកាសធ្លាក់ចុះប៉ុន្តែ Don នៅតែស្ថិតនៅខាងក្នុងគាត់រត់ទៅបន្ទប់ផ្ទុកបើកប្រអប់មួយហើយរកឃើញអត្តសញ្ញាណពិតរបស់ June គាត់ដឹងថា Judy ចិត្តល្អពេកដើម្បីបោះបង់គាត់ដូច្នេះគាត់គ្មានជំរឿទេត្រូវកាត់ខ្សែសុវត្ថិភាពចុងក្រោយដោយខ្លួនឯងបន្ទាប់មកយានឱកាសបានធ្លាក់ចុះខណៈពេលដែលមនុស្សទាំងអស់រត់ទៅជ្រោះដើម្បីសោកស្ដាយមានដៃមួយបានលាតចេញនៅវិនាទីចុងក្រោយ Don បានគេចខ្លួនរួចលើយានឱកាសអង្គជាឡាបានរកឃើញថា June កំពុងធ្វើជាអ្នកចិត្តវិទ្យាខ្លាំងខ្លាយហើយយល់ព្រមធ្វើសេះជុំព្យាបាលជាមួយនាង June បានប្រើឱកាសនោះដើម្បីលើកយកអនុស្សាវរីយ៍ឈឺចាប់របស់អង្គជាឡាពីពេលដែលនាងនៅលើយានមាតាប៉ុន្តែមិនអាចនាំឲ្យនាងដល់ជំហានបន្ទាប់នៃផែនការរបស់នាងបានទេខណៈរងចាំខាងក្រៅបន្ទប់នឹកញឹមរបស់ June បង្ហាញថាអ្វីកំពុងដំណើរការតាមដែលនាងចង់បានបន្ទាប់ពីសេះជុំអង្គជាឡាមិនអាចអង្គុយស្ងៀមបានទេនាងចាក់ចេញពីបន្ទប់ហើយសួរថាយានឱកាសគ្រួសាររបស់ចិនស្ថិតនៅណាចំណែកឯវិញវិលនឹងមនុស្សមួយចំនួនផ្សេងទៀតកំពុងលេងពុកគឺលើយានឱកាស June បានសង្កេតឃើញអង្គជាឡាកំពុងដើរទៅកាន់ពួកគេដោយមានឈើច្រត់បន្តិចក្រោយអង្គជាឡាបានបង្កើតហេតុផលមួយដើម្បីផ្ញើវិលឲ្យចេញទៅក្រៅដោយស្នើឲ្យគេអញ្ជើញម៉ែរបស់គេមកលេងជាមួយរូបិយវត្ថុបរទេសព្យាយាមដើរតាមវិលចាន់បានប្រាប់វាថាវិលនឹងត្រឡប់មកវិញព្រាមដែលធ្វើឲ្យរូបិយវត្ថុបរទេសស្ងប់ស្ងាត់ Henny បានសង្កេតឃើញអេក្រង់លើមុខរូបិយវត្ថុបរទេសកំពុងផ្លាស់ប្ដូរបង្ហាញអារម្មណ៍ផ្សេងវាហាក់ដូចជាកំពុងញឹមដែលនាងមិនធ្លាប់ឃើញពីមុនមកទេហើយវាធ្វើឲ្យចិនមានសុភមង្គលតែពេលនោះអង្គជាឡាបានបង្ហាញខ្លួននៅពីក្រោយគាត់ពេលចន់សួរថាមានបញ្ហាទេអង្គជាឡាបានលើកកាំភ្លើងចំទៅលើរូបិយវត្ថុបរទេសឃើញកាំភ្លើងអេក្រង់មុខរបស់រូបិយវត្ថុបរទេសបានប្រែជាពណ៌ក្រហមហើយវាប្រែទៅជាមុខងារវាប្រហារចិនបានប្រាប់រូបិយវត្ថុបរទេសឲ្យចេញទៅពេលវិលទៅដល់ម៉ែរបស់គេនាងបានស្ទាក់ស្ទើរបន្តិចប៉ុន្តែចុងក្រោយក៏យកព្រមទៅជាមួយគេដោយមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីវិលបានរត់ត្រឡប់ទៅកាន់យានដ្ឋានវិញពេលគេមកដល់គេបានឃើញអង្គជាឡាកំពុងបាញ់ទៅលើរូបិយវត្ថុបរទេសក៏ខឹងខ្លាំងហើយបំលែងខ្លួនទៅជាមុខងារប្រយុទ្ធដែលបង្កើនដៃបន្ថែមពីដៃទៀត
វាបានដើរចូលទៅរកអង់ជីឡាហើយបោះចំចោលទៅខាងក្រៅពេលគេចង់រារាំងវាវិលបានស្រែកឲ្យរូបិយវត្ថុប្រទេសឈប់ហើយវាក៏ឈប់ភ្លាមដោយស្គាល់សំឡេងរបស់គេមុខរបស់វិលពោពេញដោយភាពភ័យខ្លាចគ្រូសាបានមកជុំគ្នាជុំវិញចន្ទដែលរងរបួសខណៈដែលវិលក៏មើលឃើញរូបិយវត្ថុប្រទេសឈរនៅទ្វារដោយមើលចុះក្រោមដូចជាមានអារម្មណ៍ខ្លាចខ្លួននៅខាងក្នុងជួនបានលួងលោមអង់ជីឡាដែលកំពុងវិញជួយហើយគេនាឲ្យនាងដឹងថាគ្មាននរណាដែលនឹងបន្ទោសនាងទេវិលបាននាំរូបិយវត្ថុប្រទេសទៅក្នុងព្រៃហើយឈប់នៅលើជ្រុះមួយគេបានអោបវាហើយនិយាយលីចុងក្រោយដោយប្រាប់វាថាគេត្រូវទទួលខុសត្រូវហើយវាត្រូវលោតចុះរូបិយវត្ថុប្រទេសមើលទៅកាន់ជ្រោះរួចមកមើលត្រឡប់មកវិលវិញ